គម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាដែលជាតិកម្ពុជាឬខេមរៈគឺខ្មែរកាន់រៀងមកដល់បច្ចុប្បន្ននេះគឺព្រះពុទ្ធព្រះនាមជាព្រះសមណគោតមឬព្រះសត្យមុនីដែលចូលបរិនិព្វានតាំងពីព្រះពុទ្ធសករាជ1ឆ្នាំរៀងមកដល់ឆ្នាំថោះសព្វស័ក្តិមហាសករាជ1837ជលសករាជ1277ត្រូវនឹងគ្រិស្តសករាជបារាំង1915ក្នុងរាជ្យព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិចោមម្ចាក់ពង់ព្រះចៅក្រុងកម្ពុជាធិបតីជាម្ចាស់ជីវិតលើត្បូងនិងក្នុងបុណ្យលោកLe Résident Supérieur François Baudouin ជាតំណាងប្រតេកតូរ៉ាក្រុងបារាំងសែសក្នុងក្រុងកម្ពុជាធិបតីដែលយើងបានតែងរឿងនេះស្រេចហើយនោះបានពុទ្ធសករាជ2458ឆ្នាំហើយបើរាប់មកដល់ឆ្នាំឆ្លូវសព្វស័ក្តិត្រូវនឹងឆ្នាំបារាំង1926នេះត្រូវ2468ឆ្នាំជាពុទ្ធសករាជច្បាប់បន្ទាត់សពគ្រប់គឺព្រះពុទ្ធសាសនាដ៏វិសេសនេះដូចមានក្នុងព្រះត្រៃបិដកគឺកញ្ជើទាំង3សម្ដែងព្រះទិព្វវាចាថាតម្រាប់តម្រាមាន84000ព្រះធម្មខណ្ឌព្រះត្រៃបិដកត្រៃប្រែថា3បិដកប្រែថាកញ្ជើឬភាជកញ្ជើឬភាជ3តម្កល់ព្រះវិន័យព្រះសូត្រព្រះអភិធម្មចែកជា17គម្ពីរគឺវិន័យបិដក5គម្ពីរសុដន់បិដក5គម្ពីរអភិធម្មបិដក7គម្ពីររួម17គម្ពីរព1ព្រះវិន័យបិដកកញ្ជើឬភាជជាទីតម្កល់នៅព្រះវិន័យគឺច្បាប់សម្រាប់ទូនមាននៅកាយនិងវាចាឲ្យរៀបរយបានដល់ខបញ្ញត្តិដែលចាត់ជាសិក្ខាបទនិងអភិសមាចារគឺប្រព្រឹត្តល្អជាគ្រឿងរក្សាគណៈសង្ឃក្នុងព្រះពុទ្ធសាសនាព្រះវិន័យបិដកនេះចែកជា5គម្ពីរគឺអាទិកម្មអំពើខាងដើមសម្ដែងពីមូលបញ្ញត្តិនៃសិក្ខាបទធំតូចមានចំនួន19សិក្ខាបទមានបារា4ជាដើមសំទោសទីនេះមើលមិនដាច់ដែលខ្ញុំបានស្រាវជ្រាវគម្ពីរនេះមាន4200ព្រះធម្មខណ្ឌបាចិត្តយៈអំពើល្មើសញ៉ាំងកុសលឲ្យធ្លាក់ចុះសម្ដែងពីសិក្ខាបទមានចំនួន208សិក្ខាបទមាននិស្សកិយបាទនេះអត់មើលអត់ដាច់ដែរអបត្តិ30ជាដើមគម្ពីរនេះមាន5000ព្រះធម្មខណ្ឌ3មហាវគ្គពួកធំសម្ដែងពីកម្មរបស់សង្ឃធំមានចំនួន10ខណ្ឌមានពុព្វជាខណ្ឌកៈគឺរឿងបំពោះជាដើមគម្ពីរនេះមាន5000ព្រះធម្មខណ្ឌ4ចលវគ្គពួកតូចគឺកិច្ចានុកិច្ចរបស់សង្ឃតូចចំនួន12ខណ្ឌកៈមានកម្មខណ្ឌកៈជាដើមគម្ពីរនេះមានព្រះធម្មខណ្ឌ3200បរិវាររាយរងបរិវាររាយរងសម្ដែងពីសេចក្តីរួបរួមនៃបញ្ញត្តិបញ្ចូលជាពួកដើម្បីឲ្យជាក់ច្បាស់ឡើងមានសម្ដែងពីមហា
វីរៈ16ជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ3500រួមព្រះធម្មក្ខន្ធក្នុងព្រះវិន័យបិដកទាំង5គម្ពីរត្រូវជា1000មើលមិនហ្នឹងព្រះធម្មក្ខន្ធព្រះសុដន់បិដកគឺព្រះសូត្រកញ្ជើឬភាជជាទីតម្កល់នៅព្រះសូត្រសម្រាប់ប្រណិប័តរបស់ពុទ្ធបរិស័ទដោយសង្ខេបខ្លះពិស្ដារខ្លះព្រះសុដន់បិដកនេះចែកជា5គម្ពីរគឺទីឃនិកាយប្រជុំនៃសូត្រវែងៗសម្ដែងពីព្រះសូត្រមានសេចក្តីពិស្ដារចំនួន34សូត្រមានព្រហ្មជាលសូត្រជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ3000 2. មជ្ឈិមនិកាយប្រជុំនៃសូត្រយ៉ាងកណ្ដាលសម្ដែងពីព្រះសូត្រមានសេចក្តីមិនវែងមិនខ្លីយ៉ាងកណ្ដាលមានចំនួន152សូត្រមានមូលបរិយាយសូត្រជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ3000 3. សង្យុត្តនិកាយប្រជុំនៃសូត្រដែលរួបរวมសម្ដែងពីព្រះសូត្រដែលភ្ជាប់ដោយប្រភេទនៃបុគ្គលនិងធម៌មានចំនួន7726សូត្រមានអោខតរអិតរណសូត្រជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ4000 4. អង្គុត្តរនិកាយប្រជុំនៃធម៌មានអង្គដ៏ក្រៃលែងសម្ដែងពីធម៌ជាពួកតាំងពីធម៌មានពួក1ដរាបដល់ធម៌មានពួក11មានចំនួន4557សូត្រមានចិត្តបរិយាយទានសូត្រជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ5000 ខុទ្ទកនិកាយប្រជុំនៃធម៌តូចៗសម្ដែងរួបរวมពីប្រភេទធម៌តូចៗមានចំនួន15គម្ពីរឈ្មោះខុទ្ទកបាទនិងធម្មបទជាដើមគម្ពីរនេះមានធម្មក្ខន្ធ6000រួមព្រះធម្មក្ខន្ធក្នុងព្រះសុដន់បិដកទាំង5គម្ពីរត្រូវជា21000ព្រះធម្មក្ខន្ធខ3ព្រះអភិធម្មព្រះអភិធម្មបិដកកញ្ជើឬភាជជាទីតម្កល់នៅព្រះអភិធម្មគឺធម៌អត្ថដ៏ជ្រាលជ្រៅបានដល់ចិត្តចេតសិទ្ធរូបនិងនិព្វានព្រះអភិធម្មបិដកនេះចែកជា7គម្ពីរគឺ1. ធម៌សង្កនីកិរិយាពលរួមនៅធម៌សម្ដែងពីធម៌ដែលរួបរวมបញ្ចូលគ្នាជា4កាន់មានចិត្តតុបបាទកាន់ជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ2300វិភាំងកិរិយាចែកសម្ដែងពីចំណែកនៅធម៌18កងមានខណ្ឌ5និងអាយតនៈ12ជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ6500 3. ធាតុតុក្កថាកិរិយាពលនៅធាតុសម្ដែងបរមត្ថធម៌ដែលសង្គ្រោះរួបរวมជាមួយគ្នាបាននិងសង្គ្រោះរួបរวมជាមួយគ្នាមិនបានជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ7000 4. ពុក្កលបញ្ញត្តិកិរិយាបញ្ញត្តិតែងតាំងនៅបុគ្គលគឺសត្វទាំងពួងសម្ដែងពីបញ្ញត្តិ6យ៉ាងមានខន្ធបញ្ញត្តិជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ5600 5. កថាវត្ថុដែលពោលនៅប្រស្នាសម្ដែងពីពាក្យពោលសួរចំពោះបុគ្គលប្រុសស្រីជាដើមគម្ពីរនេះមានព្រះធម្មក្ខន្ធ7100 6. យបកៈធម៌ជាគូមានមូលយមកៈជាដើមគម្ពីរនេះមានធម្មក្ខន្ធ5100 7. បឋានៈហេតុកតិសម្ដែងពីធម៌ដែលជាមេជាទីអាស្រ័យនៃធម៌ទាំងពួងមានហេតុបច្ច័យជាដើមគម្ពីរនេះមានធម្មក្ខន្ធ8500ព្រះធម្មក្ខន្ធបូកផ្ដាច់ក្នុងព្រះត្រៃបិដកត្រូវ84000ព្រះធម្មក្ខន្ធ
ព្រះត្រៃបិដកចារនិងស្លឹករឹត ឬចារស្លឹកត្នោតចែកជា17គម្ពីរធំៗ ឬគម្ពីរដើមចែកទៅជាគម្ពីរបន្ទាប់គ្នាគឺគម្ពីរអដ្ឋកថា ដីកា អនុដីកា និងកដ្ឋី ដែលជាគម្ពីរអត្ថាធិប្បាយសេចក្តីពីគម្ពីរធំឲ្យងាយស្ដាប់ងាយចូលចិត្តប្រមាណជា873គម្ពីរ បើគិតជាខ្សែប្រមាណជា8730ខ្សែក្នុងមួយខ្សែមាន24សន្លឹកក្នុងគម្ពីរទាំងអស់នេះចារជាភាសាមគធ និងភាសាអ្នកស្រុកមគធ គឺភាសាអ្នកស្រុកមគធ ភាសាបាលីគឺភាសាមានរបៀប អំពីព្រះពុទ្ធវចនៈគឺពាក្យរបស់ព្រះពុទ្ធដែលទ្រង់ត្រាស់ទេសនាប្រាប់សត្វអស់45ឆ្នាំក្នុងរវាងដែលទ្រង់បានប្រកាសដោយព្រះសម្មាសម្ពោធិញ្ញាណព្រះពុទ្ធវចនៈទាំងអស់នោះកាលព្រះបរមគ្រូគង់ធរមាននៅឡើយព្រះមហាសាវកទាំងឡាយ80មានអគ្គសាវកទាំងពីរគឺព្រះសារីបុត្រនិងមោគលានជាដើមនិងសាវកដតីបានស្ដាប់បានរៀនទន្ទិញអំពីសំណាក់ព្រះបរមគ្រូបានចាំមាត់ទទេមិនបានសរសេរឬចារដាក់ក្នុងស្លឹករឹតឡើយព្រោះលោកទាំងនោះមានញាណទិព្វវិសេសណាស់អាចទ្រទ្រង់ចាំបានក្នុងព្រះត្រៃបិដកមានគម្ពីរមហាវង្សសម្ដែងថាក្រោយព្រះពុទ្ធអង្គបរិនិព្វានដែលសាងព្រះពុទ្ធសករាជបាន4ខែនោះព្រះសង្ឃបានប្រជុំគ្នា500ព្រះអង្គធ្វើសង្ឃាយនាគឺ